សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយពី Auto Layout នៅក្នុង Figma តើប្រើ Auto Layout ទៅអីវាគឺជា feature មួយដែលទូទៅធ្វើឲ្យ object ដូចជា shape ដូចជា frame ជា text អីរបស់យើងវាប្រែប្រួលវាដូរទិសដៅហើយ responsive វាធ្វើឲ្យដូចជាវាធ្វើឲ្យមានគម្លាតស្មើគ្នានៅក្នុង shape របស់យើងលើខាតដែលយើងបានធ្វើបើយើងអត់បានដាក់ auto layout ទេគឺយើងត្រូវសេរីដោយដៃគឺវាពិបាកប៉ុន្តែបើយើងប្រើ auto layout យើងគ្រាន់តែ select លើកាតទាំងពីរនេះហើយយើង add auto layout ហើយយើងតម្រឹមវាឲ្យនៅកណ្ដាលវានឹងមានរាងស្អាតជាងមុនកែវាចន្លោះនេះគឺស្មើគ្នាដូចទៅនឹង button 2អញ្ចឹងអាចមួយខ្ពស់មួយទាបតែបើយើងប្រើ auto layout វានឹងតម្រឹមស្មើគ្នាហើយវានឹងនៅចំកណ្ដាលជាទូទៅគេប្រើ auto layout ដើម្បីឲ្យមានភាព responsive ពេលគេដូរពី desktop ទៅ mobile app ឬក៏ធ្វើឲ្យការ design កាន់តែងាយស្រួលហើយលឿន